គ្រោះថ្នាក់លាក់មុខដែលបង្កពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ C នេះបើយោងតាមเพจមន្ទីរពេទ្យកាម៉ែតបានប្រកាសនាពេលកន្លងមកជំងឺរលាកថ្លើមដោយមេរោគប្រភេទ C ភេទ Hepatitis គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹងនិងបានជួបប្រទះជាញឹកញាប់ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្ដាលឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាពនិងអាយុជីវិតផងដែររោគសញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាកនិងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរសាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាកសាច់ថ្លើមរឹងនិងថ្លើមក្រិននៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីអាចឲ្យយើងបានគិតទៅដល់ជំងឺរលាកថ្លើមមានការហេវហត់ចុះខ្សោយកម្លាំងនិងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់ឡើងលឿងភ្នែកនិងស្បែកមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធំមានការហើមជើងជាដើមគួរកត់សម្គាល់ផងដែរថាជាង80%នៃអ្នកជំងឺរលាកថ្លើមគឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គដេប្រានវីរុស C. enterococcal និងរាប់មេរោគ ទេដែលអាចកំណត់រោគវិនិច្ឆ័យនៃជំងឺប្រភេទនេះបានការចម្លងរបស់មេរោគថ្លើមប្រភេទ C នេះគឺវាអាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយនឹងឈាមទឹករងៃការមុតដាច់ស្បែកការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែកវិធានការក្នុងការបង្ការជំងឺនេះគឺជៀសវាងរាល់ការប៉ះពាល់ឈាមនិងទឹករងៃរបស់អ្នកជំងឺរួមភេទដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នាគួរសម្គាល់ផងដែរថាយើងមិនមានវ៉ាក់សាំសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេការពិនិត្យសុខភាពនិងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាម៉ែតថ្លើមមិនទាន់ក្រិនឬមិនមានដុំមហារីករបស់ជំងឺរលាកថ្លើមប្រភេទ C នេះគឺអាចអនុញ្ញាតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលានិងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរការរលាករំរៃក្រិនថ្លើមដុំមហារីកថ្លើមទីទឹកជាដើម